ប្រាប់ពីរបៀបសម្អាតពោះជ្រូកងាយស្អាតហើយបាត់ក្លិនភាគច្រើនបងប្អូនឆ្ងល់ទៅតែងតែធំក្លិនពីបេទះហើយហេតុផលមកពីបងប្អូនអត់ដឹងពីរបៀបធ្វើហើយយកមកលាងសម្អាតអត់បានស្អាតអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបធ្វើនិងរបៀបសម្អាតឲ្យបានស្អាតអ្នកដែលបានឃើញវីដេអូនេះកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំផងក៏ដូចជា Page ជួយទៅ Follow Page ខ្ញុំផងហើយអ្នកដែលបានមើលវីដេអូនេះធ្លាប់តែសម្អាតពោះជ្រូកមិនបាត់ក្លិនធ្វើមិនស្អាតអញ្ចឹងមកមើលវីដេអូនេះត្រូវហើយអញ្ចឹងបងប្អូនអាចមើលក្នុងវីដេអូនេះខ្លះបានហើយខ្ញុំនឹងរៀបរាប់បន្ថែមជាធម្មតាបងប្អូនទិញពីគេមកឃើញស្អាតទេមែនទេគេផលិតអាក្នុងមកក្រៅអាហ្នឹងស្អាតហើយជាទូទៅហ្នឹងភាគច្រើនហ្នឹងបងប្អូនទិញយកមកស្ងោរហូបហ្នឹងអត់បានប្រឡត់ទៅប្រឡត់មកលាងអាពោះវៀនហ្នឹងទេហើយជាទូទៅខ្ញុំយកមកខ្ញុំតែងតែប្រឡត់វាលាងមកខាងទៀតហើយបានរួចលាងសម្អាតរួចមកបានយើងប្រឡត់អាហ្នឹងមកវិញហើយភាគច្រើនពេលដែលខ្ញុំយកមកប្រឡត់វាក៏ក្រិចវាហៅក្បាលអង្កាមការអាចវាហ្នឹងកម្រមានកន្លែងណាដែលយកគ្រឿងក្នុងជ្រូកនេះបានស្អាតភាគតិចខ្ញុំយកមកប្រឡត់អញ្ចឹងឃើញក្បាលកាមការអាចវានឹងលឿងរុំនឹងអាខ្លាញ់ដែលរុំពោះវៀនវានឹងជាប់អញ្ចឹងតើយើងប្រឡត់មកយើងលាងបោចវាស្អាតបើមិនអញ្ចឹងទេដោយអាចដោយក្លិនពេញនឹងឯងហើយស្ងោរទៅក្លិនពេញផ្ទះឆ្លងផ្ទះមួយផ្ទះពីរអញ្ចឹងខ្ញុំមកប្រាប់ពីរបៀបសម្អាតទី1បងប្អូនចូលមានម្សៅឆានេះគឺល្អបំផុតបងប្អូនយកមកពោះវៀនយើងអិលជាមួយកាពះអីហ្នឹងគ្រឿងក្នុងជ្រូកទាំងអស់ហ្នឹងយើងដាក់ម្សៅឆាហ្នឹងចូលហើយយើងច្បូតមកគឺវាស្អាតស្ងួតល្អហ្មងអស់ជាតិអំបិលតែម្ដងហើយបន្ទាប់មកពីយើងសម្អាតម្សៅឆាយើងច្បូតបានស្អាតល្អហើយទី2យើងត្រូវតែដាំទឹកហ្នឹងវាមានយើងដាក់មានគល់លក្រីម្ដេងស្លឹកក្រូចអីចឹងទៅដើម្បីយើងយកមកស្រុះមកជន់ទេដើម្បីឲ្យវាកាត់ក្លិនអានេះមកដល់វគ្គកាពះម្ដងពេលដែលយើងស្រោះអញ្ចឹងកាពះយើងត្រូវតែមានកបិតមួយយើងយកមកកោសព្រោះអាកាពះហ្នឹងវាមានអាតំណប់មួយសម្រាប់វាជាប់ជាមួយអាចហ្នឹងពេលយើងកោសទៅគឺវាមកស្ទាប់ហ្នឹងគឺវាទៅហ្មងរបៀបដូចកោសមន់កោសទាអញ្ចឹងវាមានអាស្ទាប់ហ្នឹងតែអាកាពះជ្រូកហ្នឹងវាសទេពេលយើងកោសមកវាកំណសអញ្ចឹងវាលបើកចេញហើយអញ្ចឹងចូលបងប្អូនប្រយ័ត្នកន្លែងនេះមែនទេតែកាលណាតែស្ងោរទៅអត់ឃើញទេវាធម្មតាទេអញ្ចឹងតែអាទឹកក្តៅយើងចាក់ចូលហ្នឹងយើងទុកប្រហែល1នាទី2នាទីទៅបន្ទាប់មកចាំយើងយកកាពះហ្នឹងមកកោសពេលកោសទៅវាអាកំណកកាពះហ្នឹងសចេញហើយខ្ញុំមិនដឹងថាបងប្អូនឬក៏អ្នកលក់ទូទៅហ្នឹងគាត់ចាប់អារម្មណ៍កន្លែងហ្នឹងហើយគាត់ធ្វើអញ្ចឹងអត់ទេហើយអ្នកនរគ្នាអាចយកទៅធ្វើតាមបានដូចខ្ញុំនឹងបង្ហាញក្នុងវីដេអូនេះអញ្ចឹងទឹកក្តៅហ្នឹងគឺយើងចាក់មកត្រាំវាទុកចំទូទៅហើយចាំយើងកោសហើយកោសហ្នឹងកោសតែកាពះទេពោះពោះវៀនយើងច្បូតតែអាម្សៅឆាហ្នឹងគឺវាអស់អិលហើយស្អាតល្អហ្មងបាត់ក្លិនបាត់អីហើយយើងស្រោះទឹកក្តៅមកជន់អញ្ចឹងគឺស្អាត 100% គឺបាត់ក្លិនតែម្ដងតែប៉ុណ្្នឹងទៅយើងអាចយកទៅស្ងោរបានហើយរបៀបស្ងោររបស់ខ្ញុំនេះគឺខ្ញុំមានគល់លក្រីម្ដេងស្លឹកក្រូចហើយមានម្ទេសអញ្ចឹងទៅដើម្បីវាជួយកាត់ក្លិនហើយវាមានរសជាតិឈ្ងុយនៅក្នុងនឹងដែរហើយខ្ញុំថែមលួចរ៉ូឌីបន្តិចហើយទឹកស្អ៊ីវបន្តិចទៅដើម្បីឲ្យវាចូលក្នុងសាច់ឬក៏ពោះជ្រូករបស់យើងនឹងវាមានជាតិកាន់តែឆ្ងាញ់វីដេអូនេះពីខ្ញុំទៅជួបគ្នានៅវីដេអូក្រោយបាយបាយ